គ្រោះថ្នាក់ចរាចរណ៍នេះមើលទៅគួរឲ្យរន្ធត់ណាស់បងប្អូនតោះទស្សនាទាំងអស់គ្នាដើម្បីដឹងលម្អិតដាច់កង់200តេ200x ដាច់កង់មុខរោងចក្រកើតរោងចក្រខ្ជាយពី100ម៉ែត្រចាច់ទៅអីនេះបងប្អូនចេញមកនេះក្រោយអាលិចស៊ីនេះឡានរបស់លិចស៊ី CT 200នេះប៉ាំងបងប្អូនឃើញទេអញ្ចឹងឡានហ្នឹងគឺគាត់រឿងចង់វ៉ាអានេះឡានដែលមានស្លាកលេខ CG 7086ហ្នឹងអាហ្នឹងមកលិចស៊ី CT 200 ហាស់ហ្នឹងហើយក្រោយមកក៏រីបវ៉ាអត់ទាន់ចេញក្បាលផុតស្រួលផងត្រូវបានអា Fuso នេះគេកំពុងធ្វើដំណើរលើផ្លូវរបស់គេដែរក៏ប៉ាំងមកជំហៀងទៅធ្វើឲ្យរថយន្តខូចជាដណ្ដំហើយអ្នកបើកបររថយន្តLexus CT 200ក៏រងរបួសនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះនៅផ្លូវជាតិលេខ1ខេត្តស្វាយរៀង